បាទអ្នកនរគ្នាដូចជាការសន្យារបស់រាវិក្រាធីអញ្ចឹងថារាវិក្រាធីនឹងផុសវីដេអូស្ដីអំពីអ្នកធ្វើការល្មើសច្បាប់របស់ច្បាប់នៅក្នុង Facebook ដែលធ្វើឲ្យអ្នក Facebook ដែលធ្វើឲ្យក្រុមហ៊ុន Facebook មានកំពុងតែមានការខឹងហើយចង់ block ចង់ឲ្យអ្នកដទៃមក hack ដើម្បីប្រើប្រាស់ដូច្នេះអ្នកនរគ្នាគួរតែយល់ពីបញ្ហានេះតើហេតុអីបានជាក្រុមហ៊ុន Facebook បានខឹងនឹងពួកយើងដូច្នេះអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញដូចតទៅល្មើសច្បាប់រឿងយ៉ាងម៉េចអ្នកទាំងអស់គ្នាបើក្រឡេកទៅមើលនៅលើបាទនេះaccount នេះជាដើមពេលអ្នកទាំងអស់គ្នាចូលទៅអ្នកទាំងអស់គ្នាឃើញថាដាក់ឈ្មោះញ៉ៃញ៉ៃណាដាក់ឈ្មោះញ៉ៃញ៉ៃណាតែធ្វើឲ្យក្រុមហ៊ុន Facebook កំពុងតែមានការក្តៅក្រហាយក្តៅក្រហាយហើយមួយទៀតគាត់កំពុងតែក្តៅមួម៉ៅថាដាក់ឈ្មោះមិនពិតអីអញ្ចឹងណាដូច្នេះថ្ងៃនេះអ្នកដែលដឹងខ្លួនថាដាក់ឈ្មោះមិនពិតហ្នឹងសូមកែដាក់ឈ្មោះពិតទាំងអស់គ្នាហើយបញ្ហាមួយទៀតអ្នកទាំងអស់គ្នាគួរតែយល់ដឹងឲ្យបានច្រើនដែរអំពីករណីហ្នឹងអ្នកទាំងអស់គ្នាគឺលើ profile មួយទៀតលើ profile គឺអ្នកទាំងអស់គ្នាគួរតែដាក់រូបភាពពិតណាបងប្អូនទាំងអស់គ្នាគួរតែដាក់រូបភាពពិតដើម្បីឲ្យយើង add friend ទៅអ្នកដទៃហ្នឹងអ្នកដទៃគេចាប់ confirm អ្នកដទៃគេចាប់ស្គាល់វាមិនមែនតែមកពីមូលហេតុដែលយើង add ទៅគេចាប់ confirm អីចឹងទេប៉ុន្តែមួយទៀតគឺក្រុមហ៊ុន Facebook បានបង្កើតច្បាប់ហ្នឹងមកដើម្បីឲ្យអ្នកលេខ Facebook របស់ខ្លួនហ្នឹងមានព័ត៌មានពិតមិនត្រូវដាក់ឈ្មោះដូចគេមិនត្រូវ share រូបគេច្រើនពេកមិនត្រូវ add friend មនុស្សច្រើនពេកនៅក្នុងមួយថ្ងៃដែលលើសពី200នាក់ឡើងទៅវាបានលោតសញ្ញាមួយថា slow down your add friend your a lot of friend you add ដូច្នេះពេលដែលវាជាសញ្ញានឹងមកហើយអ្នកទាំងអស់គ្នាមិនមែនមានសិទ្ធិក្នុងការ add តទៅទៀតទេអ្នកទាំងអស់គ្នាមានសិទ្ធិក្នុងការ add តទៅទៀតប៉ុន្តែពេលដែល add វាចេញលោតសញ្ញាមួយមកថា your account is blocked មានន័យថា account របស់អ្នកត្រូវបានបិទដូច្នេះនេះហើយគឺជាបញ្ហាមួយដែលធ្វើឲ្យយើងទាំងអស់គ្នាត្រូវមានការបិទមួយទៀតបណ្ដាមកពីបញ្ហាមួយទៀតអ្នកទាំងអស់គ្នាតែងតែចូលចិត្ត share វីដេអូអ្នកដទៃតែងតែចូលចិត្ត share រូបរបស់អ្នកដទៃ share របស់អ្នកដទៃហ្នឹងវាតាមពិតទៅបើ share 1 2ហ្នឹងគឺគេថាអីទេប៉ុន្តែបើយើង share លើសកំណត់គឺវានឹងឲ្យអ្នកទាំងអស់គ្នាblock គឺវានឹងបិទការលេង Facebook របស់អ្នកទាំងអស់គ្នា account អ្នកទាំងអស់គ្នាហ្នឹងឲ្យបិទដោយមិនដឹងខ្លួនឡើយដូច្នេះឥឡូវនេះអ្នកទាំងអស់គ្នាឥឡូវខ្ញុំយក account មួយដែលចូលចិត្ត share របស់គេបាទជាងជាaccount នេះខ្ញុំគេបានបិទបាត់ទៅហើយដូច្នេះឃើញស្រាប់ហើយកន្លែងជាងជាហ្នឹងបាន share រូបខ្ញុំមកកាកោកនោះធ្វើឲ្យខ្ញុំបានរាយការណ៍ទៅក្រុមហ៊ុន Facebook ឲ្យបិទដូច្នេះរាយការណ៍ទៅក្រុមហ៊ុន Facebook ហ្នឹងយើងគ្រាន់តែចូលទៅក្នុង Facebook គេទៅយើង report ទៅគឺក្រុមហ៊ុន Facebook នឹងបើកមើល account ហ្នឹងតើវាបានធ្វើខុសច្បាប់អីខ្លះពីការសំណូមពររបស់ក្រុមហ៊ុន Facebook ហ្នឹងបាទដូច្នេះហើយមួយទៀតកុំឲ្យរងចាំយូរ profile អ្នកទាំងអស់គ្នាទៅកលេចមើល profile នេះវិញម្ដងបាទសុំទោសផងពីព្រោះថាយកមនុស្សយ៉ាងច្រើនតិចហើយយកមកក្នុងការប៉ុន្តែបើយើងមិនធ្វើការទេអ្នកទាំងអស់គ្នានៅតែធ្វើអំពីរបៀបហ្នឹងដដែលបងប្អូនទាំងអស់គ្នាក៏លេចមកមើលឈ្មោះនេះមើលទៅយ៉ាប់អានណាស់ដែលអាចហើយម្យ៉ាងទៀតឈ្មោះបែបនេះដែលមានសិតអីហ្នឹងគឺវាក្រុមហ៊ុន Facebook គឺសពណាស់ដូច្នេះហើយគួរតែដូរឈ្មោះនឹងចេញបាទយើងក៏លេចទៅមើលអីផ្សេងទៀតដែលគេបានបាទរកមើល account ណាដាក់បាទនេះបាទឃើញមួយហើយនេះបាទដាក់រូបបែបនេះនៅលើ profile ដាក់រូបអក្សរខ្មែរដាក់រូបអីនៅលើ profile ហ្នឹងគឺវាឆាប់ណាស់ក្នុងការ block ហ្នឹងមិនដឹងថា account នេះគេ block ហើយឬនៅនេះប៉ុន្តែបើតាមច្បាប់របស់វាគឺវាមិនឲ្យក្នុងការដាក់រូបផ្ដេសផ្ដាស់នៅលើ profile ឡើយ
ត្រូវទៅដាក់ជាចាំបាច់រូបភាពដែលស្ដីអំពីមុខឬមួយក៏រូបភាពដែលស្ដីអំពីខ្លួនយើងហើយបើសិនជាយើងយកវីដេអូរបស់នៅពេលដែលយើងយករូបភាពរបស់អ្នកដទៃយកមកដាក់វាបានដែរប៉ុន្តែប្រសិនបើអ្នកដទៃគេបើកឃើញគេរាយការណ៍ទៅក្រុមហ៊ុន Facebook Pub គឺ Facebook របស់យើងត្រូវបានបិទហើយដូច្នេះនេះគឺជាបញ្ហាមួយដែរបញ្ហាមួយទៀតបាទនៅពេលដែលអ្នកទាំងគ្នាបង្កើត Facebook ហ្នឹងអ្នកទាំងគ្នាអត់បានទៅ confirm នៅក្នុង Gmail ទេឬមួយក៏អ្នកទាំងគ្នាយកទៅឲ្យជាងបង្កើតអញ្ចឹងជាងគេអត់ទៅ confirm ទេគ្រាន់តែបង្កើតហើយហីចោលបង្កើតហើយហីចោលនេះហើយគឺជាមូលហេតុដែលធ្វើឲ្យគាត់គិតថាអូយើងចេះតែយករបស់គេយើងចេះតែយក email គេយកមកប្រើប្រាស់ហ្នឹងតាមពិត email គេអត់អញ្ចឹងតាមពិតemail ហ្នឹងគេអត់ទាំងដឹងស្អីផងយករបស់គេមកបង្កើតដូច្នេះហើយមូលហេតុហ្នឹងទៅឲ្យគេទៅវាបិទគឺត្រូវហើយមួយទៀតរឿងផុសមិនត្រូវផុសនៅវីដេអូអាភាមិនត្រូវផុសរូបភាពអាភាមិនត្រូវផុសរូបភាពរបស់អ្នកដទៃដោយគេមិនដឹងខ្លួនហើយមួយទៀតដែរបើ profile របស់យើងគឺយើងអាចលេង style បានទេប៉ុន្តែបើ cover របស់យើងអាចដាក់រូបប្លែកបានដោយផ្ទាល់ប៉ុន្តែខ្ញុំដាក់រូបខ្ញុំផ្ទាល់ជាមួយនឹងបងប្រុសរបស់ខ្ញុំបាទដូច្នេះហើយឃើញថាវាមើលទៅដូចជាអត់អីទេប៉ុន្តែសូមបញ្ជាក់កន្លែងនេះបន្តិច about នេះបាទ about នេះអ្នកទាំងអស់គ្នាត្រូវបំពេញឲ្យអស់បំពេញអំពីខ្លួនឯងឲ្យអស់បំពេញរឿងសិក្សានៅណាសាលានៅណារស់នៅក្នុងខេត្តណារស់នៅក្នុងប្រទេសណាមានគ្រួសារប្រមាណអ្នកនៅក្នុង Facebook ហ្នឹងអ្នកទាំងអស់គ្នាត្រូវបំពេញឲ្យវាឲ្យអស់ទាំងលេខទូរស័ព្ទទាំងអីហ្នឹងត្រូវបំពេញឲ្យអស់ដើម្បីឲ្យវាគិតថាយើងហ្នឹងគឺជាមនុស្សម្នាក់ដែលប្រាប់អំពីព័ត៌មានគួរពិតដូច្នេះហើយមួយទៀតរឿង friend នៅគឺវាមិនឲ្យដាក់លើសពី 5000 អ្នកឡើយក្រុមហ៊ុន Facebook ច្បាប់របស់វាតាំងពីដំបូងម៉េះគឺវាឲ្យដាក់ក្នុងលក្ខណៈត្រឹមតែលក្ខណៈពេញរបស់វាត្រឹមតែ 5000 ទេ meg របស់វាបាទពេញរបស់វាគឺតែ 5000 ទេបើយើងផ្ទុកលើពីហ្នឹងទៀតគឺវាមិនឲ្យ add តែម្ដងគឺបើសិនជាវាដាក់ថាមិនឲ្យ add ហើយអ្នកទាំងអស់គ្នាអត់ទៅ unfriend មនុស្សមួយចំនួនច្បាស់ហើយថា Facebook អ្នកទាំងអស់គ្នាគង់តែមានថ្ងៃណាមួយវាបិទតែប៉ុណ្ណោះដូច្នេះអ្នកទាំងអស់គ្នារឿងនេះគឺវាមិនសូវជាសំខាន់អីទេប៉ុន្តែវាបណ្ដាលមកពីអ្នកទាំងអស់គ្នាធ្វើបើអ្នកទាំងអស់គ្នាគោរពច្បាប់វាបានត្រឹមត្រូវវាក៏គោរពសិទ្ធិអ្នកទាំងអស់គ្នាត្រឹមត្រូវដែរតាមពិតទៅការឲ្យអ្នកដទៃផលិតម្យ៉ាងទៀតរឿងឈ្មោះហ្នឹងហើយរឿងឈ្មោះមួយទៀតតាក់ទងនឹងឈ្មោះតាក់ទងនឹងអីច្រើនណាស់ឈ្មោះហ្នឹងគឺវាឲ្យយើង style កន្លែងក្រោមនេះដូចខ្ញុំអញ្ចឹងខ្ញុំដាក់ student teacher គឺខ្ញុំដាក់ក្រោមហ្នឹងគឺវាឲ្យដាក់ខាងលើទេខាងលើនេះវាទៀមទាឲ្យដាក់ឈ្មោះពិតវាមិនឲ្យដាក់ឈ្មោះអាលេងអាលើមកលីងអាលៀមស្អីទេប៉ុន្តែរាវិក្រាធីមានតែខេត្តកញ្ចេះដូច្នេះវាដឹងហើយតែយើងបញ្ជាក់ពីស្រុកកំណើតរបស់យើងតែបើយើងដាក់ខ្ញុំប្រុសពៀខ្ញុំប្រុសខ្មែរអីណាអើយដឹងវាគិតថាម៉េចទេដូច្នេះអ្នកនរគ្នាលេង style account ហ្នឹងតែដាក់ខ្ញុំប្រុសពៀខ្ញុំប្រុសអីនៅខាងក្រោមហ្នឹងតែខាងលើមិនបាច់ដាក់ទេរឿងឈ្មោះនិង password វាមិនឲ្យអ្នកទាំងអស់គ្នាកែច្រើនដងពេកទេមួយឆ្នាំអីហ្នឹងអ្នកខ្លះទៅកែ10ដងអីអាហ្នឹងឈានទៅដល់ការបិទរបស់ក្រុមហ៊ុន Facebook ហើយក្រុមហ៊ុន Facebook ប្រកាន់ច្បាប់ណាស់អត់ចង់ឲ្យអ្នកទាំងអស់គ្នាធ្វើអ្វីមួយខុសទេចង់ឲ្យធ្វើតាមច្បាប់វាទាំងអស់ហើយអ្នកទាំងអស់គ្នាចូលចងចាំថាក្រុមហ៊ុន Facebook បាននិយាយពាក្យមួយថាបើសិនជានៅក្នុងឆ្នាំ2015នេះមនុស្សភាគច្រើនបើសិនជានៅក្នុងឆ្នាំ2015នេះអ្នកដែលធ្លាប់ប្រព្រឹត្តខុសច្បាប់នៅក្នុង Facebook នឹងមានរឿងធំជាមួយវាហេតុអ្វីក៏អញ្ចឹងបងប្អូនទាំងអស់គ្នាក្រឡេកទៅមើលឆ្នាំ2015មានមនុស្សមួយចំនួនដែលកំពុងតែរងកម្មអំពីអំពើដែលខ្លួនបានប្រព្រឹត្តដូចជាស្លែង Google Girl Mafia នេះបងប្អូនទាំងអស់គ្នាក្រឡេកមកមើលឈ្មោះនឹងរញ៉េរញ៉ៃណាស់ហើយ account នេះពេលដែលយើងទៅវាដាក់ថា your this account has been deactivated មានន័យថា account ហ្នឹងបានបិទហើយបិទពីក្រុមហ៊ុន Apple ហើយបិទពីក្រុមហ៊ុន Facebook ហើយកុំឲ្យមានដំណើរការតទៅទៀតដូច្នេះនេះគឺជាបញ្ហាមួយ
ហើយម្យ៉ាងទៀត Facebook ហ្នឹងគឺជា Facebook របស់ហ៊ីស្រីមាសនេះដែលគាត់បានផ្ញើសារមកខ្ញុំថានៅសំឡេងមួយដែលនិយាយថាបាទបាទឥឡូវកុំឲ្យអ្នកទាំងអស់កុំឲ្យគាត់ខឹងខ្លាំងពេកដើម្បីឲ្យញាប់ទៅខ្ញុំដើម្បីកុំឲ្យពេលវេលាយើងយូរគឺអ្នកទាំងអស់គ្នាគាត់បាននិយាយថា Facebook របស់គាត់ចាស់ហ្នឹងខ្ញុំបានសួរទៅគាត់ថា Facebook គាត់ដូរ Facebook មែនតែរួចទៅគាត់ប្រាប់ថាគាត់អត់មានដូរ Facebook ទេប៉ុន្តែ Facebook របស់គាត់ចាស់ហ្នឹងត្រូវបានគេ hack ហើយ hack យកទៅ share អីទៅពីទៅពី hack យកទៅផុសអីទៅពីទៅពីដែលធ្វើឲ្យគាត់មានការដែលធ្វើឲ្យគាត់ដឹងតែមានអ្នកដទៃមក hack ដូច្នេះគាត់ក៏បានឈប់ប្រើគាត់ក៏បានលុបវីដេអូនិងរូបភាពចាស់ហើយមកបង្កើត account ថ្មីសូមជូនពរ account ថ្មីរបស់អ្នកហ៊ីស្រីមាសនេះសូមឲ្យ account ថ្មីរបស់អ្នកហ្នឹងទទួលបានតែជ័យមង្គលមិនមានអ្នកដទៃមក hack ដោយសារមុនឡើយបាទពេលវេលារបស់យើងក៏ដល់ពេលកំណត់ហើយការបញ្យល់របស់យើងក៏បានក្បោះក្បាយបន្តិចដែរដូច្នេះអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានរងចាំវីដេអូរបស់យើងស្ដីអំពីគន្លឹះល្អមួយស្ដីអំពីព័ត៌មានល្អមួយស្ដីអំពីអ្នកប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងFacebook បាទឆ្នេះអ្នកទាំងអស់គ្នានឹងដឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបាន add friend Ravi Karathi និង like page Cam Knowledge អ្នកទាំងអស់គ្នាដែលមិនទាន់បាន add និងមិនទាន់បាន like សូមចូលមក like បាទពីព្រោះតែខ្ញុំត្រូវការត like ទេបាទដូច្នេះហើយអ្នកទាំងអស់គ្នាអស់ពេលវេលាត្រឹមតែប៉ុណ្្នេះហើយគឺអំពីព័ត៌មានស្ដីពីអ្នកប្រព្រឹត្តខុសច្បាប់គឺបានបញ្ចប់ត្រឹមនេះហើយសូមអរគុណអ្នកទាំងអស់គ្នា